bằng haiផលិតផលបងប្អូនបាទចឹងផលិតផលទាំងអស់នេះវាមានផលិតផលទី1នោះគឺជាប្រភេទបាទទឹកឆាត់បាទនេះបងប្អូនទឹកឆាត់នេះទឹកឆាត់មកពីនេយបាទមិនមែនខ្ញុំផលិតខ្លួនឯងទេអត់ទេបាទទឹកឆាត់មកពីនេយអញ្ចឹងចំពោះទឹកឆាត់បងប្អូនដែលចាំត្រីបងប្អូនអាចនឹងដឹងច្រើនហើយតើតើមួយស្លឹកឆាត់គឺវាជំនួយសុខភាពត្រីបាទទៅឲ្យគេហៅថាpHនៅក្នុងទឹកហ្នឹងវាមានលំនឹងបាទហើយយើងនិយាយឲ្យសាមញ្ញទៅធ្វើឲ្យទឹកហ្នឹងល្អសម្រាប់ត្រីបងប្អូនបាទធ្វើទឹកល្អសម្រាប់ត្រីជំនួយសុខភាពប្រឆាំងនឹងប្រភេទជំងឺផ្សេងបាទជាពិសេសនោះប្រភេទជំងឺផ្សិតនៅក្នុងទឹកអីហ្នឹងហើយមួយវិញទៀតវាធ្វើឲ្យត្រីរបស់យើងឡើងពណ៌ស្អាតអញ្ចឹងប្រភេទទឹកឆាត់បាទសម្រាប់បែបនេះងាយស្រួលសម្រាប់បងប្អូនប្រើបងប្អូនចង់ប្រើបងប្អូនដាក់ទៅបាទ2តំណក់3តំណក់អីទៅអាហ្នឹងវាជាការស្រេចហើយយើងងាយស្រួលក្នុងការទុកដាក់ងាយស្រួលក្នុងការប្រើប្រាស់បាទទឹកស្លឹកឆាត់បងប្អូនណាអញ្ចឹងមួយវិញទៀតគឺជាតយោបាទនេះតយោបិទអាចត្រីបងប្អូនណាបាទតយោបិទអាចត្រីបាទរបៀបប្រើនោះអត់មានអីទេបាទរបៀបប្រើគឺសាមញ្ញមែនតើយើងគ្រាន់តែច្បាច់ចឹងមកបាទច្បាច់ចឹងមកយើងបន្លែងមកគឺវាដោយទឹកបាទវាដោយទឹកចូលក្នុងតយោហ្នឹងណាបាទហើយតយោបិទអាចត្រីនេះមាន2ពណ៌បាទពណ៌រាងទឹកប៊ិចនេះហើយនិងពណ៌ខ្មៅហើយនៅក្បែរគ្នានេះផងដែរគឺជាប្រភេទតយោបឺតចៃទឹកតយោនេះយើងប្រើសម្រាប់បឺតចៃទឹកក៏បានបឺតស្លឹកឆាត់ក៏បានឬក៏បឺតតកៅទឹកអីក៏បានដែរបើសិនជាបងប្អូនចង់បឺតតកៅទឹកបងប្អូនកាត់មាត់វាមកបាទកាត់មាត់វានឹងធំតិចមកយើងអាចធ្វើការបឺតតកៅទឹកអីបានណាហើយតយោមួយទៀតតយោវែងបាទតយោវែងបែបនេះបងប្អូនតយោបែបវែងបែបនេះគឺជាតយោបឺតអាចត្រីអានេះយើងប្រើសម្រាប់បឺតនៅក្នុងទូបាទនៅក្នុងទូយើងប្រើតយោនេះបឺតបាទហើយរបៀបប្រើក៏អត់មានអីពិបាកដែរនេះច្បាច់ដូចតែគ្នាទេបងប្អូនច្បាច់ដូចគ្នាទេបាទក្បាលនេះយើងដាក់នៅក្នុងទូនេះបាទក្បាលនេះយើងដាក់ក្នុងទូហើយយើងទម្លាក់នេះចុះក្រោមហើយយើងច្បាច់មកបងប្អូនណាច្បាច់ហើយយើងប្រឡែងដៃទៅវាបឺតទឹកធ្លាក់មកបាទហ្នឹងរបៀបប្រើបាទតយោបឺតអាចត្រីប្រភេទវែងបាទនេះវាអត់មានអីពិបាកប្រើទេស្រួលទេបងប្អូនបាទអញ្ចឹងចំពោះបងប្អូនដែលត្រូវការបាទបងប្អូនដែលត្រូវការទី1គឺប្រភេទស្លឹកឆាត់ទឹកស្លឹកឆាត់ទី2គឺតយោបឺតអាចត្រីខ្លីៗនេះបាទទី3នោះគឺតយោបឺតអាចត្រីវែងនេះទី4គឺតយោបឺតចៃទឹកបឺតតកៅទឹកអីហ្នឹងចឹងបងប្អូនត្រូវការកុំភ្លេចធ្វើការឆាតមកចូល Telegram ខ្ញុំ Telegram 097 6 ដើម 8218 097 6 ដើម 8218 ឬក៏បងប្អូនអាចធ្វើការឆាតចូល page របស់ខ្ញុំមកដោយ page ទី1មានឈ្មោះថាបាទចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរ page ទី2មានឈ្មោះថាឆាវលក់ត្រីក្រឹម page ទី3មានឈ្មោះថា Paradise on Earth បាទជាភាសាអង់គ្លេសឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook របស់ខ្ញុំដោយ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀតបាទ